បើសិនជាអត់មានចំណេះដឹងគេបញ្ចូលមិនបានទេគេនិយាយពយល់ពីហេតុផលការស្រឡាញ់ជាតិយ៉ាងនេះក៏មិនចេះក៏មិនដឹងដែរជាពិសេសវក់ជាមួយនឹងស្រីស្រាលលបែងគ្រឿងញៀនហើយលែងខ្វល់ហើយរឿងជាតិរឿងទឹកដីរបស់ខ្លួនបងប្អូនសម្លឹងមើលគ្រួសារជុំវិញស្រុកភូមិយើងដែលយើងធ្លាប់ឃើញធ្លាប់ឮធ្លាប់ដឹងគ្រួសារមួយដែលគេរីកចម្រើនទៅបានគ្រួសារដែលគេរៀនសូត្រចេះដឹងណាគ្រួសារដែលមេដាបេដាគេឲ្យតម្លៃទៅលើការរៀនសូត្រណាបងប្អូនណាមេដាបេដាដែលគេឲ្យតម្លៃទៅលើការរៀនសូត្រគឺគេឲ្យតែកូនដល់អាយុចូលរៀនគឺគេឲ្យកូននោះចូលរៀនណាហើយគេសង្កេតពិនិត្យគេមើលការខុសត្រូវលើការរៀនសូត្ររបស់កូនហើយម្ដាយឪពុកនោះតែងតែអប់រំស្ដីបដៅដាស់តឿនកូនឲ្យខំប្រឹងរៀនហើយគាត់សុខចិត្តលំបាកធ្វើការងាររកស៊ីសន្សំលុយសន្សំកាក់ធ្វើម៉េចឲ្យកូននោះបានរៀនសូត្រចប់ចុងចប់ដើមអញ្ចឹងគ្រួសារណាដែលឲ្យកូនរៀនសូត្រចប់ចុងចប់ដើមគ្រួសារនោះអាចបង្កើតនៅសេដ្ឋកិច្ចឲ្យល្អប្រសើរឡើងទៅបានហ្នឹងឃើញទេបងប្អូនឃើញពីតម្លៃនៃការរៀនទេអញ្ចឹងការរៀនសូត្រចេះដឹងនេះមិនមែនធ្វើឲ្យត្រឹមតែគ្រួសារមួយបានចម្រុងចម្រើននោះទេធ្វើឲ្យប្រទេសជាតិរបស់យើងចម្រុងចម្រើនរីកលូតលាស់ទៅបានមួយទៀតការថែរក្សាទឹកដីបូរណភាពទឹកដីក៏ថែរក្សាទៅបានដោយសារតែពលរដ្ឋក្នុងប្រទេសនោះជាមនុស្សមាននៅពុទ្ធិគឺចំណេះដឹងបើសិនជាមនុស្សឬក៏ប្រជាពលរដ្ឋក្នុងប្រទេសគ្មានចំណេះដឹងទេវក់តែជាមួយនឹងអបាយមុខសបាយនឹងការកំសាន្តដូរតន្ត្រីរាំរែកផឹកស៊ីជក់ថ្នាំផឹកស្រាបងតូចបងធំខួរក្បាលគឺលែងមានមនសិការជាតិដែរណាអញ្ចឹងដែលគេបណ្ដោះនៅមនសិការជាតិឲ្យប្រជាពលរដ្ឋក្នុងប្រទេសស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសរបស់ខ្លួនគឺគេបណ្ដោះគេបញ្ចូលនៅមនសិការជាតិនោះទៅជាមួយនឹងយុវជនជាមួយនឹងប្រជាពលរដ្ឋដែលមានចំណេះដឹង